ពុកម្ដាយកុមារីស្រីតីបានគោរពជម្រាបជូនសម្ដេចតេជោថាសូមស្រីតីជាកូនឆ្លាតចាប់ពីពេលចេះនិយាយមកគឺនិយាយបានច្រើនហើយតែងតែទាយកផ្កាដែលម្ដាយក្រងរួចទៅលក់នៅតាមផ្លូវជាមួយម្ដាយខណៈពេលដែលគោរពជម្រាបជូនសម្ដេចតេជោកុមារីស្រីតីបានជជែកលេងជាមួយនឹងសម្ដេចតេជោជាច្រើនដោយការបង្ហាញនៅក្នុងវីដេអូ TikTok នោះស្រាប់ដើម្បីសម្រួលដល់ការរស់នៅរបស់ក្រុមគ្រួសារកុមារីស្រីតីសម្ដេចតេជោបានផ្ដល់ថវិកាជាប្រាក់ដុល្លារចំនួន$10,000និងប្រាក់រៀលចំនួន30លានរៀលចូលនៅក្នុងគណនីធនាគារសម្ដេចតេជោក៏បានផ្ដល់1លានរៀលក្នុងមួយខែរយៈពេល3ឆ្នាំព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឲ្យនិងដីសម្រាប់ធ្វើចម្ការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់នឹងផ្លូវធំដែលអាចប្រកបមុខរបរលក់ចាប់ហួយនិងអាចធ្វើចម្ការចិញ្ចឹមសត្វជាពិសេសកាន់តែងាយស្រួលសម្រាប់កូនទៅរៀន